ខ្ញុំបាទវ៉ាន់សុគន្ធាសូមជម្រាបសួរនិងសូមស្វាគមន៍មកកាន់កិច្ចសម្ភារពិសេសរបស់កម្ពុជាថ្មីលោកអ្នកនាងជាទីមេត្រីកិច្ចសម្ភារពិសេសរបស់ខ្ញុំនៅថ្ងៃនេះខ្ញុំសូមនាំអារម្មណ៍លោកអ្នកនាងទៅស្វែងយល់ពីអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដែលយើងហៅជាទូទៅដែលយើងស្គាល់ជាទូទៅថា UNCLOS នេះត្រូវបានកម្ពុជាបានផ្ដល់សច្ចាប័នឲ្យកាលពីអំឡុងខែមករាឆ្នាំ2026កន្លងទៅនេះថាតើអ្វីទៅជា UNCLOS ហើយ UNCLOS នេះមានសារៈសំខាន់បែបណាសម្រាប់កម្ពុជាក្នុងការការពារដែនទឹករបស់ខ្លួនឲ្យស្របទៅតាមច្បាប់អន្តរជាតិឆ្លើយតបនឹងសំណួរទាំងនេះនៅថ្ងៃនេះខ្ញុំបានអញ្ជើញវាគ្មិនពិសេសរបស់យើងដែលជាអ្នកជំនាញកិច្ចការអន្តរជាតិគឺលោកបណ្ឌិតជ័យតិចចង់ដឹងលម្អិតយើងជួបជាមួយលំដិតជ័យតិចដូចតទៅបាទលំដិតជំរាបសួរបាទជំរាបសួរអរគុណសម្រាប់ការអញ្ជើញចូលរួមដោយសារតែខានជួបគ្នាយូរមែនតើជាមួយលំដិតជ័យតិចនេះនៅក្នុងស៊ីឌីអូរបស់កម្ពុជាថ្មីហើយខ្ញុំអរគុណណាស់សម្រាប់ការអញ្ជើញចូលរួមនៅថ្ងៃនេះសំណួរដំបូងរបស់ខ្ញុំដូចខ្ញុំបានលើកឡើងអំបញ្ញមិញតើអ្វីទៅជាអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រដែលយើងហៅថា UNCLOS នេះបាទដោយសារតែដើមហេតុនៃការបង្កើតច្បាប់នេះគឺដោយសារតែមានបញ្ហាមួយចំនួនយើងឃើញហើយនៅក្រោយសង្គ្រាមលោកលើកទី2ក៏ដូចជាសង្គ្រាមក្រោយៗមកទៀតបាទជាពិសេសគឺធនធានកាន់តែច្រើននៅគេហៅថាដែនសមុទ្រហើយមធ្យោបាយនៃការដឹកជញ្ជូននៅតែប្រើប្រាស់នៅដែនសមុទ្រក៏ដូចជាទាញយកនៅធនធានប្រេងឧស្ម័នកាន់តែច្រើននៅដែនសមុទ្រដែលសមុទ្រនេះគឺមានសារៈសំខាន់កាន់តែធំទៅទាំងសេដ្ឋកិច្ចទាំងនយោបាយទាំងភូមិសាស្ត្រនយោបាយដូច្នេះទេក៏មានបញ្ហាកាន់តែច្រើនឡើងពីនៅក្នុងឆាកអន្តរជាតិបណ្ដាប្រទេសជាច្រើនបាទតែឆ្លោះគ្នារហូតមកដល់ពេលនេះបាទគឺមានការឆ្លោះគ្នាច្រើនតាក់ទងទៅនឹងការដណ្ដើមនៅគេហៅថាព្រំដែនសមុទ្រតំបន់គ្រប់គ្រងទៅលើសមុទ្រជាដើមបាទដូច្នេះទេនៅក្នុងករណីខ្លះដែលបានដោះស្រាយមានតុលាការមួយចំនួនហើយដើម្បីដោះស្រាយបញ្ហាចំនួននេះហើយក្រោយមកមាននៅគេហៅថា sample គេហៅថាឧទាហរណ៍ល្អក្នុងការដោះស្រាយនេះដោយប្រើប្រាស់បច្ចេកទេសមួយចំនួនដែលដាក់បញ្ចូលក្នុងច្បាប់នេះអញ្ចឹងទេក៏បានរៀបចំអង្គការសហប្រជាជាតិមានការសម្របសម្រួលជាមួយស្ថាប័នមួយចំនួនបានរៀបចំឲ្យមានច្បាប់នេះឡើងទៅជាផ្លូវការដើម្បីអនុវត្តទៅដល់បណ្ដាប្រទេសដែលបានធ្វើសច្ចាប័នទៅលើច្បាប់នេះបាទទាំងអស់គ្នាតែម្ដងគឺច្បាប់នេះត្រូវបានអនុម័តនៅឆ្នាំ1982បាទគេហៅថាច្បាប់នីតិសមុទ្របាទច្បាប់នីតិសមុទ្រ UNCLOS ដែលពាក្យអក្សរកាត់នេះ1982ប៉ុន្តែការអនុម័តភ្លាមមិនមែនន័យថាត្រូវចូលធរមានអនុវត្តមានប្រសិទ្ធភាពភ្លាមទេបាទក្រោយពីការអនុម័តហើយគឺតម្រូវឲ្យមានដំណើរការក្នុងការធ្វើសច្ចាប័នប្រទេសណាខ្លះដែលធ្វើសច្ចាប័នដើម្បីចូលជាសមាជិកហើយក្រោយមកប្រហែលឆ្នាំគឺមានរហូតដល់60ប្រទេសនៅពេលនោះគឺអនុវត្តមានប្រសិទ្ធភាពក្នុងការអនុវត្តនៃច្បាប់នេះហើយនៅក្នុងពិភពលោកក៏ជាពិសេសគឺនៅអាស៊ានយើងបាទបើនិយាយពីតំបន់អាស៊ានគឺគេចូលនៅក្នុងបានធ្វើសច្ចាប័នចូលនៅក្នុងច្បាប់នីតិសមុទ្រ UNCLOS នេះជាច្រើនប្រទេសហើយដកលើកលែងតែប្រទេស landlock បាទដូចជាឡាវវិញគឺអត់មានសមុទ្រទេបាច់ចូលទេបាទហើយសម្រាប់នៅក្បែរខាងយើងវិញយើងឃើញថាប្រទេសថៃដែលជាគូសត្រូវចំនួនរបស់យើងនេះគឺគេចូលតាំងពីឆ្នាំ2011បាទចូល2011ហើយកម្ពុជាយើងទើបតែភ្ញាក់រលឹកបានចូលនៅខែមីនាឆ្នាំ2026នេះទេបាទដូច្នេះច្បាប់នីតិសមុទ្រនេះបាទគឺជាគេហៅថាយុទ្ធសាស្ត្រជា tool ដែលគេប្រើប្រាស់សម្រាប់កំណត់នៅព្រំដែនសមុទ្រគេហៅថា sea territory ហើយនឹងតកតងទៅនឹងជាពិសេសជាងគេគឺការទាញយកធនធានដូចខ្ញុំលើកឡើងខាងដើមអញ្ចឹងគឺពាក់ព័ន្ធទៅនឹងគេហៅថាតំបន់ព្រំដែនតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខគេប្រើថា exclusive economic zone បាទនេះគឺសំខាន់ណាស់ហើយនៅក្នុងការកំណត់ព្រំដែននោះគេគិតមានទាំងបច្ចេកទេសបាទខ្ញុំមិនមែនជាអ្នកច្បាប់ទេដូច្នេះទេខ្ញុំប្រវ័យខ្ញុំអាចនិយាយសើបាទអំពីច្បាប់នេះតាក់ទងទៅនឹងគណៈការកំណត់ព្រំដែនគេគិតមានតំបន់ neutral តំបន់គេហៅតំបន់អព្យាក្រឹតគេមានបែងចែកតំបន់ទៀតបាទគេមានបែងចែកតំបន់អព្យាក្រឹតទៀតនៅសមុទ្រហ្នឹងបាទតំបន់អព្យាក្រឹតហ្នឹងគឺមានប្រមាណបែងចែកមានគេមាន3បាទគេមាន3សំខាន់ទី1គឺគេហៅនិយាយអំពីការបែងចែកព្រំដែនសមុទ្រទី2គេនិយាយអំពីតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខ EEZ ដែលខ្ញុំលើកឡើងហើយទី3គឺគេចែកអំពីគេហៅតំបន់ខ្ពង់រាបសមុទ្របាទហើយខ្ញុំមិនទៅជម្រៅទេព្រោះខ្ញុំមិនអ្នកបច្ចេកទេសទេនេះតាមការស្រាវជ្រាវទេហើយនៅក្នុងនោះសំខាន់គឺតកតងទៅនឹងការបែងចែកព្រំដែនសមុទ្រគឺគេគិតអំពីតំបន់អព្យាក្រឹតរហូតដល់12ម៉ាយបាទស្មើនឹងប្រហែលជា12ម៉ាយប្រហែលជា21គីឡូបាទ20គីឡូម៉ែត្រ
ហើយតំបន់ EEZ បាទគឺគេបែងចែកនោះគឺគេគិតពីចម្ងាយរហូតដល់200ម៉ាយបាទ200ម៉ាយប្រហែលជាជាង320បាទជាង320គីឡូម៉ែត្របាទដូច្នេះលក្ខណៈបច្ចេកទេសតទៅទៀតអាហ្នឹងចាំឲ្យអ្នកជំនាញផែនទីអ្នកជំនាញច្បាប់នីតិសមុទ្រទៅបាទហើយដូច្នេះទេច្បាប់នេះគឺមានសារៈសំខាន់ហើយយើងជាពិសេសគឺបណ្ដាប្រទេសដែលមិនទាន់មានការបែងចែកដាច់ស្រេចបាទពីព្រោះមរតកនៃគេហៅថាមរតកនៃសង្គ្រាមមរតកនៃអាណានិគមសង្គ្រាមអន្តរជាតិភូមិសាស្ត្រនយោបាយហើយនិងសង្គ្រាមស៊ីវិលជាដើមបាទធ្វើឲ្យប្រទេសជាច្រើនបាទมันអាចកំណត់បាននៅព្រំដែនជាពិសេសព្រំដែនគោកក៏ដូចជាព្រំដែនសមុទ្របាទលំដិននិយាយដល់ចំណុចនៃការអនុវត្តការបែងចែកដែនទឹកតាមរយៈជួនខុសនេះខ្ញុំសួរឲ្យចំតែម្ដងសម្រាប់កម្ពុជាដែលយើងបានផ្ដល់សញ្ញាបត្រហើយដោយលំដិនបានលើកឡើងថាតើជួនខុសនេះវាផ្ដល់ប្រយោជន៍បែបណាសម្រាប់កម្ពុជាហើយថាតើតាមរយៈជួនខុសនេះវាជួយការពារដែនទឹកកម្ពុជាពីការឈ្លានពានពីប្រទេសដែលមានចរិតឈ្លានពានរបស់កម្ពុជាលើកម្ពុជានឹងបែបណាបាទអានេះគឺវាអាចផ្ដល់នូវផលប្រយោជន៍ហើយក៏វាអាចនឹងផ្ដល់នូវផលលំបាកសម្រាប់កម្ពុជាដែរខ្ញុំយល់ឃើញថាប្រមុខរដ្ឋាភិបាលអ្នកជំនាញតែជាយល់ច្បាស់ហើយបានពជាពេលក្នុងការធ្វើសិទ្ធិបានច្បាប់នេះរហូតដល់ខែ3ខែមីនាឆ្នាំ2026នេះបាទមានមូលហេតុហើយមិនមែនរដ្ឋាភិបាលមិនដឹងមិនមែនគណៈកម្មការព្រំដែនមិនដឹងទេបាទដូច្នេះទេការអនុវត្តទៅលើការបែងចែកព្រំដែននេះព្រំដែនទឹកនេះគឺសំខាន់បាទបើយើងប្រើប្រាស់នៅ UN Close នេះវានឹងមានផលលំបាកមួយចំនួនបាទឧទាហរណ៍ដូចជាពាក់ព័ន្ធទៅនឹងការចំណាយពេលវេលាច្រើនបើយើងឈានចូលទៅច្បាប់អន្តរជាតិយើងឃើញថាចាយពេលណាស់បាទចាយពេលចាយលុយច្រើនហើយត្រូវការជំនាញកម្ពុជាយើងមិនមែនទេទៅនិយាយទៅមិនទាន់មានអ្នកជំនាញទេយើងទើបតែធ្វើសច្ចៈបានហើយដូច្នេះទេគឺយើងចង់ប្រើប្រាស់នៅយន្តការទ្វេភាគីវាមានភាពរហ័សមានការយោគយល់គ្នាច្រើនហើយនឹងអភិវឌ្ឍតនសភាពការបាទជាងចំណាយពេលច្រើនហើយមិនតាន់សភាពការដូចដែលយើងត្រូវការអភិវឌ្ឍសេដ្ឋកិច្ចអីឡើងនោះត្រូវការប្រើប្រាស់ឲ្យមានកំណត់ព្រំដែនច្បាស់លាស់ប៉ុន្តែទោះជាយ៉ាងណាច្បាប់នេះគឺជាឧបករណ៍មួយបាទដែលផ្ដល់នៅយុត្តិធម៌បាទផ្ដល់នៅយុត្តិធម៌សម្រាប់ប្រទេសតូចដូចកម្ពុជាដែលខ្វះទាំងគេហៅថាតូចទាំងកម្លាំងសេដ្ឋកិច្ចកម្លាំងយោធានេះបាទគឺយើងនឹងអាចប្រើប្រាស់នៅច្បាប់នេះជាឯកសារគតិយុត្តមួយក្នុងការទាមទារបាទយើងមិនទាមទារផងគេទេមែនទេទៅទោះបីជាប្រើប្រាស់ច្បាប់នេះអ្វីដែលខ្ញុំអង្គុយសិក្សាស្រាវជ្រាវខ្ញុំមិនជំនាញទេបាទខ្ញុំបញ្ជាក់ឡើងវិញប៉ុន្តែខ្ញុំបានសិក្សាស្រាវជ្រាវសាកគុណមើលទៅតាមរូបមន្តរបស់គេហ្នឹងយើងមើលឃើញថាច្បាប់ការបែងចែកខ្ញុំលើកឡើងតែតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខទេបើសម្រាប់កម្ពុជាយើងការបែងចែកតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខនេះទៅលើច្បាប់ UN Close គឺគេផ្អែកទៅលើរូបមន្តប្រើប្រាស់ដូចខ្ញុំលើកឡើងមិញ200ម៉ាយបាទ200ម៉ាយជាតំបន់ neutral ហើយគេគុណសមាមាត្រទៅនឹងគេហៅថាបន្ទាត់ឆ្នេរប្រវែងបន្ទាត់ឆ្នេររបស់ប្រទេសនីមួយបាទអញ្ចឹងបើនិយាយពីប្រវែងបន្ទាត់ឆ្នេររបស់កម្ពុជាយើងចាញ់តែគេបាទយើងមានតែ440គីឡូម៉ែត្រទេបាទពីកោះកុងរហូតមកដល់កែបប៉ុន្តែបើថៃវិញគេមានរហូតដល់319គីឡូម៉ែត្របាទបើខ្ញុំចាំមិនខុស319គីឡូម៉ែត្រហើយបើខាងកើតយើងវិញគេមានរហូតដល់340ជាងនោះបាទគេវិញណាគេដល់សមុទ្រចិនខាងត្បូងបាទដូច្នេះគេបើយកចែកសមាមាត្រហ្នឹងគឺកម្ពុជាយើងបានទទួលនៅគេហៅថាតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខនេះត្រឹមតែ56000គីឡូម៉ែត្រកាឡាតែប៉ុណ្ណោះបាទហើយបើសិនជាផ្អែកទៅលើមូលដ្ឋាននេះអ្វីដែលយើងបានជជែកជាមួយថៃកន្លងមកពាក់ព័ន្ធទៅនឹងតំបន់គេហៅតំបន់ OCA តំបន់ត្រួតស៊ីគ្នានោះគឺយើងនឹងមានការថយចុះហើយចំនួននៃតំបន់ OCA នេះគឺថយចុះបាទតំបន់ OCA ដែលយើងសញ្ញេនៅក្នុង MOU 2001ជាមួយថៃគឺមានទំហំប្រមាណជាឯកសារខ្លះដាក់26000គីឡូម៉ែត្រកាឡាឯកសារខ្លះដាក់27000គីឡូម៉ែត្រកាឡាបាទអញ្ចឹងវាខុសគ្នាតិចតួចហ្នឹងទេប៉ុន្តែវានឹងធ្លាក់ថយចុះបាទកម្ពុជាយើងនឹងខាត់ខ្ទង់ប្រហែលជា10000ទៅ15000គីឡូម៉ែត្រកាឡាបើយោងទៅតាមច្បាប់នីតិសមុទ្រនេះតកតងទៅនឹងតំបន់សេដ្ឋកិច្ចពិសេសផ្ដាច់មុខនេះបាទប៉ុន្តែយ៉ាងណាក៏ដោយទោះបីស្មុគស្មាញទោះបីត្រូវចំណាយពេលយ៉ាងណាក៏ដោយយើងអាចធានាថាកម្ពុជាគឺត្រូវបានធានាដែនទឹកហ្នឹងពីច្បាប់អន្តរជាតិតាមជួនខ្លួននេះបាទត្រឹមត្រូវណាស់បាទយើងជាប្រទេសតូចនៅក្នុងចន្លោះប្រទេសធំមិនមែនទេទៅបងធំអាស៊ានហើយពីរនេះបាទវៀតណាមមហាអំណាច
យោធាទី2នៅក្នុងអាស៊ានថៃមហាអំណាចយោធាទី3នៅអាស៊ានកម្ពុជាលេខ8ឯណោះដូច្នេះទេនេះយើងមិនអាចប្រើប្រាស់កម្លាំងសេដ្ឋកិច្ចឬក៏កម្លាំងយោធាអីដើម្បីដោះស្រាយបញ្ហាបានទេគឺយើងប្រើប្រាស់យន្តការច្បាប់យន្តការអន្តរជាតិដោយដែលរដ្ឋាភិបាលយើងបន្តធ្វើតាំងពីដើមរហូតមកដល់ពេលនេះបាទគឺយើងបន្តប្រើប្រាស់អញ្ចឹងទេអត់បញ្ហាទេសម្រាប់កម្ពុជាបើសម្រាប់ខ្លួនខ្ញុំផ្ទាល់ខ្ញុំអត់ចង់បានរបស់គេទេខ្ញុំចង់បានតែយុត្តិធម៌ទេដូច្នេះទេបើច្បាប់នេះនិយាយថាប្រើរូបមន្តបែបនេះកាលកលេទៅឃើញថាយើងបានទទួលទំហំប៉ុណ្ណេះយកទៅធ្វើមិនឲ្យយើងចង់បានគេហៅព្រំដែនសន្តិភាពព្រំដែនការអភិវឌ្ឍដែនទឹកមួយដែលយើងអាចទាញយកនៅធនធានដើម្បីអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងបាទមិននិយាយពាក់ព័ន្ធថាបើសិនជាមានការដោះស្រាយតាមរយៈ UN ខ្លួននេះគឺកម្ពុជាអាចធានាតាមរយៈច្បាប់អន្តរជាតិគឺអាចធានាបាននៅភាពយុត្តិធម៌នៃការបែងចែកដែនទឹកបើយើងនិយាយពីបញ្ហាសេដ្ឋកិច្ចវិញតើអាចចំណេញបែបណាដែរសម្រាប់កម្ពុជានៅពេលដែលយើងចូលជាសមាជិករបស់ UN ខ្លួននេះហើយយកបញ្ហានេះមកដោះស្រាយដែនទឹកជាមួយប្រទេសជិតខាងបាទបញ្ហានេះដល់ពេលដែលយើងមានព្រំដែនមួយច្បាស់លាស់បាទយើងមានសន្តិភាពយើងអាចធ្វើការអភិវឌ្ឍមិនមានការរាំងស្ទះទេបាទដូច្នេះកម្ពុជាមានសេរីភាពមានអធិបតេយ្យភាពមានឯករាជ្យភាពបាទក្នុងការអភិវឌ្ឍនៅតំបន់នោះក៏ដូចជាប្រើប្រាស់ជានាវាចរប្រើប្រាស់សម្រាប់តាក់ទងទៅនឹងគេហៅថាទេសចរបាទការទាញយកនៅធនធានទាំងធនធានជលផលទាំងធនធាននៅក្រោមដីបាទគឺយើងអាចយកមកប្រើប្រាស់បានដើម្បីទាញយកមកអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងបាទលំដាប់សូមសម្រាយបន្តិចនៅពេលដែលយើងចូលជាសមាជិកឬក៏យើងបានផ្ដល់សេចក្ដីបានទៅលើអនុសញ្ញាអង្គការសហជីវជាតិស្ដីពីនីតិសមុទ្រដែលយើងហៅថា UN ក្នុងនេះតើយន្តការដោះស្រាយតាមច្បាប់អន្តរជាតិវាដូចករណីដីគោកដែរឬទេឬក៏មានលក្ខណៈខុសគ្នាបាទដូចគ្នាពីព្រោះប្រើប្រព័ន្ធអន្តរជាតិប្រើប្រព័ន្ធ UN ដូចគ្នាបាទប្រព័ន្ធអង្គការសហប្រជាជាតិអ្វីដែលខ្ញុំចំណេះដឹងតិចតួចខ្ញុំស្វែងយល់ទៅគឺឃើញថានៅពេលដែលមានបញ្ហាគឺភាគីដែលបានធ្វើសច្ចៈបាននេះគឺមានសិទ្ធិបាទមានសិទ្ធិក្នុងការអនុវត្តទៅលើច្បាប់នេះមានសិទ្ធិក្នុងការទាញយកបញ្ហានេះទៅដោះស្រាយមានបណ្ដាប្រទេសមួយចំនួនហើយបាទនៅក្នុងបណ្ដាអាស៊ានយើងក៏ធ្លាប់យកបញ្ហានេះទៅដោះស្រាយដែរដូចជាប្រទេសម៉ាឡេស៊ីហើយនិងឥណ្ឌូនេស៊ីបាទមានបញ្ហាចំនួនដែនទឹកជាមួយគ្នានោះក៏បានដើរទៅគេហៅថាតុលាការមួយគឺតុលាការ International Tribunal Court on UNCLOS តុលាការអន្តរជាតិស្ដីអំពីនីតិសមុទ្រគឺម៉ាឡេតុលាការដាច់ដោយឡែកបាទគេមានតុលាការមួយទៀតសម្រាប់អនុវត្តទៅលើច្បាប់តែម្ដងបើច្បាប់ដីគោកផ្សេងដូចយើងច្បាប់យោធាផ្សេងយើងមានតុលាការយោធាច្បាប់ស៊ីវិលយើងមានច្បាប់ស៊ីវិលបាទអញ្ចឹងដូចគ្នាដែរបាទហើយករណីគឺតំបន់អាស៊ានយើងក៏ធ្លាប់តែនាំគ្នាដឹកដៃទៅតុលាការ UN Close នេះដែរដូច្នេះទេយើងក៏អាចបើសិនជាជជែកគ្នាមិនត្រូវទេគឺយើងនឹងទៅតាមតុលាការនេះបាទតែដូចខ្ញុំបានបញ្ជាក់អញ្ចឹងខាតច្រើនណាស់ទាំងថៃទាំងកម្ពុជាខាតទី1ខាតពេលវេលាខាតទី2ខាតថវិកាព្រោះយើងទៅនឹងយើងមិនមែនសិនអ្នកជំនាញណាត្រូវជួល expert ត្រូវជួល METV ដែលមានជំនាញច្បាប់នីតិសមុទ្របាទហើយខាតធំជាងគេនោះគឺការទាញយកនៅភោគផលនៅតំបន់សមុទ្រដែលយើងធ្លាប់ឯកភាពមួយគ្នានេះយកមកអភិវឌ្ឍប្រទេសជាតិសេដ្ឋកិច្ចរបស់យើងជាពិសេសគឺក្នុងដំណាក់កាលប្រទេសពិភពលោកដែលកំពុងតែរងនៅគេហៅថាសម្ពាធឡើងថ្លៃប្រេងឧស្ម័ននេះប្រេងឥន្ធនៈនេះបាទគឺចាំបាច់ណាស់នេះបើសិនជាខ្ញុំងាកទៅក្រោយបន្តិចបើសិនជានៅកាលចំនួនលោកថាក់ស៊ីនហើយនឹងសម្ដេចតេជោនោះឯកភាពលោកលឿនមួយគ្នានោះណាបានធ្វើកិច្ចព្រមព្រៀងក្នុងការទាញយកភោគផលនេះមកបើសិនជាសម្ដេចទាញមកដល់ឥឡូវនេះយើងអត់ជួបវិបត្តិខ្លាំងទេយើងអត់ជួបវិបត្តិខ្លាំងតាក់ទងការឡើងថ្លៃប្រេងពីប្រទេសបាទទាំងពីរប្រទេសនេះអត់មានជួបទេព្រោះភោគផលប្រេងឧស្ម័ននៅតំបន់នេះធំណាស់ច្រើនណាស់ទាញមករាប់ពាន់លានដុល្លារដូច្នេះយើងនឹងកាត់បន្ថយនៅគេហៅសម្ពាធនៅបញ្ហាភូមិសាស្ត្រនយោបាយសង្គ្រាមដែលកើតមាននៅមជ្ឈមបូព៌ានេះបាទយើងនឹងអត់មានបញ្ហាដូច្នេះទេនេះគឺអ្វីដែលយើងខាតបាទលោកបណ្ឌិតជ័យតិចភ្ជាប់ជាមួយបញ្ហា UN ខ្លួននេះដោយលោកបណ្ឌិតបានបញ្ជាក់ហើយនៅប្រទេសនៅអាស៊ានយើងនេះលើកលែងតែឡើយទេលើកលែងនៅសតតែឡើយនេះមិនមានសមុទ្រទេអញ្ចឹងគឺមិនបានផ្ដល់ជាបានទៅដល់ច្បាប់នីតិសមុទ្រសំទោសនីតិសមុទ្រ UN ខ្លួននេះទេប៉ុន្តែប្រទេសនៅអាស៊ានរួមទាំងប្រទេសដែលជាចៅឈ្លានពានរបស់យើងក៏បានឲ្យសេចក្ដីបានទៅលើ UN ខ្លួននេះដែរមែនទែនទៅដោយសារតែរឿង UN ខ្លួននេះចុងក្រោយនេះពីភាគីថៃគឺថាបានគ្រងឯកភាពពីក្រមប្រឹក្សាសន្តិសុខជាតិរបស់ថៃហ្នឹង
បានឯកភាពឲ្យមានការលុបចោលនៅ MOU ឆ្នាំ2001ដែលជា MOU គឺជាអនុសារណៈនៃការយោគយល់គ្នាទ្វេភាគីកម្ពុជាថៃក្នុងការបែងចែកឬក៏ជជែកភាសាទៅលើតំបន់ត្រួតស៊ីគ្នាឬក៏ OCA បាទដល់ពេលថៃប្រកាសឲ្យថានឹងលុបចោល MOU នេះហើយនឹងចង់បបួលកម្ពុជានោះទៅដោះស្រាយគ្នាតាមរយៈ UN Clause ទៅទៀតខ្ញុំគិតថាលំនេះក៏បានជ្រាបតែជនបកកម្ពុជាថ្មីក៏បានជ្រាបដែលពាក់ព័ន្ធបញ្ហានេះមុននឹងនិយាយថាទៅបបួលគ្នាខ្ញុំចង់សួរអញ្ចេះតើ MOU ដែលចុះដោយ MOU ឆ្នាំ2001ដោយសារយើងមាន MOU 2ទី1 MOU ឆ្នាំ2000ដីគោក2001គឺដែនទឹកតើថៃចង់លុប MOU ឆ្នាំ2001តាមតែអំពើចិត្តតាមតែក្បាលចិត្តហ្នឹងតើអាចលុបបានដែរឬអត់ហើយក៏បើសិនជាលុបមានបញ្ហាលុបបានគ្រាន់តែ MOU សញ្ញេជាទ្វេភាគីថៃអាចលុបបានពីព្រោះសញ្ញេដល់ថ្នាក់កិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរមានប្រធានអាស៊ានជាហត្ថលេខីមានទ្វេភាគីកម្ពុជាថៃមានទាំងលោកអាន់វ៉ាដែលជាប្រធានអាស៊ានមានទាំងមហាអំណាចផុតលេខលោកដូណាល់ត្រាំទៀតជាសាក្សីទៀតគេលុបបានគេហែកចោលបានហេតុអីគ្រាន់តែ MOU ទ្វេភាគីគេលុបមិនបានប៉ុន្តែផលប៉ះពាល់វានឹងកើតមានបាទតាក់ទងទៅនឹងគេឈ្មោះកិត្តិយសរបស់ថៃទំនុកចិត្តចង់ទៅសញ្ញេ MOU ឬក៏កិច្ចព្រមព្រៀងផ្សេងៗជាមួយអន្តរជាតិផ្សេងៗទៀតគេមិនសូវទុកចិត្តទេហើយក៏ដូចជាបាត់បង់ទំនុកចិត្តទៅដល់ការវិនិយោគផ្សេងៗបាទហើយតែថៃអត់ខ្វល់ទេពីព្រោះប្រទេសថៃគេធ្វើទាំងអស់គោលដៅចុងក្រោយគឺគេទ្ររាជបល្ល័ង្កគេឲ្យនៅគោលដៅធំចុងក្រោយអញ្ចឹងដើម្បីទ្ររាជបល្ល័ង្កឲ្យនៅគឺរដ្ឋាភិបាលត្រូវតែ pro to the monarchy រដ្ឋាភិបាលត្រូវតែជាអ្នកដែលគ្រប់គ្រងគ្មានលក្ខខណ្ឌទៅលើព្រះមហាក្សត្រដូច្នេះទេបើរដ្ឋាភិបាលនោះមិនជាអ្នកគ្រប់គ្រងព្រះមហាក្សត្រទេមានបញ្ហារដ្ឋបហាបញ្ហាតុលាការធម្មនុញ្ញបញ្ហាអំពើពុករលួយឡាក់ដកចេញរំលាយរដ្ឋាភិបាលដាក់បន្ទប់រដ្ឋាភិបាលយោធាគ្នាគេទៀតបាទដូច្នេះទេគឺអ្វីដែលគេធ្វើបំពេញចិត្តនេះទៅលើក្រមគេហៅថាក្រមជ្រុលនិយមថៃបាទទៅលើក្រមរាជានិយមថៃទៅលើយោធាថៃបាទគេអត់ខ្វល់ទេអន្តរជាតិព្រោះសម្ដីធំណាស់របស់លោកស៊ីអស័កពងគីកែវក្រោយនេះបាទចូលមុខអាមេរិកទៀតបាទចូលមុខអាមេរិកទៀតបានទៅក្បែរចិនក្បែររុស្ស៊ីនោះគឺចូលមុខអាមេរិកបដ ாய் បាទដូច្នេះទេគឺគេអាចលុបបានថៃអាចសញ្ញេនឹងដៃលុបនឹងជើងដោយសេរីវាមិនមានតឡាការណាថាត្រូវតែលុប MOU ចាប់ថៃយកទៅដាក់ទោសទេអត់មានទេបាទធម្មតា MOU ទោះបីជាទ្វេភាគីក៏ដោយប៉ុន្តែក៏ជាអនុសញ្ញាមួយចូលជាលក្ខណៈអន្តរជាតិហើយយកតម្កល់ទុកនៅអង្គការសហប្រជាជាតិដែរអញ្ចឹងមានថាថៃលុបតាមតែអំពើចិត្តអញ្ចឹងវាយ៉ាងម៉េចទៅជារដ្ឋមួយបែបណាទៅបាទនេះបង្ហាញច្បាស់ហើយដូចខ្ញុំលើកអញ្ចឹងបាទគេនឹងលេងមានទំនុកចិត្តហើយជារដ្ឋមួយដែលមិនគោរពច្បាប់បាទមិនគោរពច្បាប់មិនគោរពយន្តការអន្តរជាតិទេគេបង្ហាញហើយយើងឃើញហើយតែម្សិលមិញអន្តរជាតិស្អីមហាអំណាចស្ថានទូតមកកំលុះនោះដើរទៅក្បែរលបងលួសគេបាញ់ប្រាវទៀតនោះបាទដូច្នេះទេវាបង្ហាញយ៉ាងច្បាស់ហើយថៃគឺជាជាតិសាសន៍បែបណានោះបាទឃើញគ្រប់គ្នាហើយដូច្នេះអ្វីដែលខ្ញុំបញ្ជាក់ឡើងវិញគឺគេលុបបានបាទគេលុបបានហើយដូចជាដំណើរការគេដំណើរការទៅមុខហើយអត់មានអីរាំងគេទេពីព្រោះបច្ចុប្បន្ននេះគឺអ្នកនយោបាយថៃគ្របដណ្ដប់ដោយគណៈបករបស់លោកអាណូទីនហើយសម្លេងភាគច្រើននោះបាទដោយក្រុមគ្នាគេអស់ហើយទាំង3ទាំងត្រូទៅទាំងអស់គ្នាហើយបាទទាំងយោធាទាំងរដ្ឋាភិបាលបាទទៅជាមួយគ្នាហើយក្រុមប្រឹក្សាសន្តិសុខជាតិថៃគឺបានអនុម័តហើយឥឡូវបញ្ជូនមកគណៈរដ្ឋមន្ត្រីណាក៏ក្រុមប្រឹក្សាជាតិនឹងសមាជិកភាពនៅតំណែងហើយគណៈរដ្ឋមន្ត្រីសមាជិកភាពដដែលហ្នឹងវាមានបញ្ហាទេដូច្នេះការជូនដំណឹងរបស់លោកស៊ីអស័កពងជីកែវក្នុងជំនួបជាមួយនឹងអាដាមប្រាក់សុខុនរដ្ឋមន្ត្រីការបរទេសរបស់យើងនេះបាទគឺជារឿងមួយដែលគាត់បញ្ជាក់យ៉ាងច្បាស់ហើយគឺទៅមុខហើយនៅពេលដែលគណៈរដ្ឋមន្ត្រីចូលដល់គណៈរដ្ឋមន្ត្រីអនុម័តហើយនោះគេនឹងជូនដំណឹងលិខិតជាផ្លូវការមកភាគីហត្ថលេខីគឺកម្ពុជាយើងហើយបាទដូច្នេះបញ្ហានេះគឺមានន័យថាគេទាត់ចោលនៅយន្តការទ្វេភាគីបាទហើយឈានទៅយកយន្តការអន្តរជាតិយន្តការច្បាប់ទម្លាប់អន្តរជាតិមិនដែរយើងសួរថាថៃចូលចិត្តណាស្រឡាញ់ច្បាប់អន្តរជាតិបាទគ្រប់យន្តការអន្តរជាតិខ្លាំងណាស់ហេតុអ្វីក៏បញ្ហាចំនួនតាក់ទងទៅនឹងអធិបតេយ្យភាពដែនគោកនេះបាទដែល MOU 2000នេះហេតុអីក៏មិនយកទៅច្បាប់ទៅអន្តរជាតិកម្ពុជាទាមទាររហូតបាទកម្ពុជាអត់ចង់ជំហរកម្ពុជាគឺអត់ចង់ធ្វើការងារជាទ្វេភាគីទេតាក់ទងទៅនឹងបញ្ហានេះហើយតែងតែទាមទារឲ្យទៅយន្តការត្រីភាគីឬក៏យន្តការអន្តរជាតិជាពិសេសគឺយន្តការច្បាប់តែម្ដងបាទអនុវត្តច្បាប់ដែលមាន
កិច្ចសន្ធិសញ្ញាបារាំងសៀមជាគោលហើយនឹងមានតឡាការ ICJ ជាដើមបាទយើងដើរទៅឥឡូវបើសិនជាថៃលុបបញ្ហានេះកម្ពុជាយើងគេថាគេលុបបញ្ហាទ្វេភាគីដើរយឺតណាស់វាមិនទៅមុខអីឡាក់នេះសូមឲ្យទៅជាកញ្ចប់តែម្ដងបាទកម្ពុជាអាចធ្វើលិខិតបានស្នើទៅថៃឥឡូវដោះស្រាយបញ្ហាទាំងដែនគោកដែនទឹកទៅមកកញ្ចប់តែហ្មងបើថៃចង់យកបញ្ហាដែនទឹកនឹងទៅដោះស្រាយគ្នាតាមច្បាប់អន្តរជាតិតាមរយៈ UNCLOS គឺកម្ពុជាគួរតែរុញថៃនឹងឲ្យយកបញ្ហាដីគោកទៅជាមកកញ្ចប់តែម្ដងបាទដាក់កញ្ចប់តែម្ដងនៅបញ្ហាព្រំដែននេះបាទយើងមិនចង់បានរបស់គេហើយក៏យើងមិនចង់ឲ្យគេយករបស់យើងដែរប្រទេសដែលខូចហ្នឹងយល់ព្រមដែរអានេះគឺជាអ្វីដែលយើងអាចធ្វើបានធម្មតាគេមិនដែលគេគិតអ្វីដែលគេខាតគេមិនចង់នេះមិនអញ្ចឹងបាទគេគិតថាដកខ្លួនចេញពី MOU 2001នេះគេចំណេញហើយមក UNCLOS នោះគេចំណេញហើយទាំងបទពិសោធន៍ទាំងជំនាញគេចូលរួមក្នុង U ហើយក្នុងគណៈកម្មការ UNCLOS អញ្ចឹងណាហើយបើតាមការវាស់វែងប្រើប្រាស់នៅរូបមន្តគេនឹងចំណេញអីឡាក់នេះប៉ុន្តែជាទួលនីតិរបស់កម្ពុជាបាទអ្នកអាចដើរចេញបានកម្ពុជាក៏មានគេហៅថាសំណើការតវ៉ាផ្សេងឲ្យវាទៅជាកញ្ចប់តែម្ដងទៅបញ្ចប់បញ្ហាព្រំដែននេះកុំឲ្យតចំនួនតកូនតចៅទៅទៀតបាទបែរមើលទៅលោកដិតថៃពិតជាចង់ដោះស្រាយបញ្ហាទាំងហ្នឹងជាពិសេសបញ្ហាដែនទឹកតាមច្បាប់អន្តរជាតិតាមយន្តការ UNCLOS មែនឬក៏យ៉ាងណាឬក៏គ្រាន់តែធ្វើហ្នឹងដើម្បីបំពេញចិត្តក្រមជាតិនិយមជនរដ្ឋរបស់ខ្លួនគេមានព្រួយមួយបាញ់បានច្រើនបាញ់បានផលច្រើនណាស់ដែលការដល់ចេញពីMOU 2001នេះក្រៅពីពាក់ព័ន្ធទៅនឹងបំពេញចិត្តក្រមជ្រុលនិយមរបស់ថៃក្រៅពីទទួលបានផលប្រយោជន៍ច្រើនអំពីបញ្ហាដែនសមុទ្រហើយក៏ដូចជាពាក់ព័ន្ធមួយទៀតមិនមែនថាគេចង់ទៅ UNCLOS 100% ទេគាត់លើកឡើងហើយលោកស៊ីអស័កពងជីកែវគាត់ថាបើទោះបីជាយើងទៅយន្តការ UNCLOS ប៉ុន្តែក៏យើងនៅតែបន្តយន្តការទ្វេភាគីក្នុងការចរចាបាទមានន័យថា2001នោះគេមិនចំណេញអីទេបាទកន្លែងនេះខ្ញុំចង់បញ្ជាក់បន្តិច MOU 2001ថៃមើលឃើញថាមិនជាចំណេញទេបាទបើផ្អែកទៅលើច្បាប់ដូច្នេះខ្ញុំចង់បញ្ជាក់ជូនបងប្អូនបន្តិចក្នុងចំណុចនេះបញ្ហាគេហៅថាមរតកប្រវត្តិសាស្ត្រមរតកនៃអាណានិគមមរតកនៃភូមិសាស្ត្រនយោបាយមរតកនៃសង្គ្រាមលោកសង្គ្រាមអន្តរជាតិក៏ដូចជាសង្គ្រាមស៊ីវិលនេះបន្សល់ទុកការលំបាកឲ្យអ្នកចំនួនក្រោយជាពិសេសគឺថ្នាក់ដឹកនាំបាទដែលខាងក្រោយនេះបាទជាអ្នកទទួលមរតកដ៏លំបាកនេះហើយមតិកន្លងមកតែងតែរិះគន់រដ្ឋាភិបាលយើងមិនខ្វាយខ្វល់អំពីព្រំដែនអំពីបញ្ហាអធិបតេយ្យភាពទេតែបើបងប្អូនងាកមកមើល MOU 2001នេះតែរដ្ឋាភិបាលយើងគិតគូរយ៉ាងម៉េចបាទពីផលប្រយោជន៍របស់ជាតិយើងទៅតវ៉ាគ្នាមុនសញ្ញា MOU 2001នេះគឺគូសអំពីគេហៅថាព្រំដែនរៀងខ្លួនថៃគេគូសមកគេទៅយើងគូសមកយើងដោយសារវាអត់មានព្រំដែនពីមុនមកដោយសារសង្គ្រាមបាទសង្គ្រាមលោកសង្គ្រាមអីជាដើមមរតកអាណានិគមជាដើមអញ្ចឹងប្រឹងប្រែងណាស់ហើយធ្វើ MOU នេះបានយ៉ាងល្អដែលក្រោយមកថៃមើលឃើញថាមិនផ្ដល់ប្រយោជន៍ច្រើនមកឲ្យកម្ពុជាដូច្នេះនេះសបញ្ជាក់ឲ្យឃើញថានៅក្រោមរដ្ឋាភិបាលដឹកនាំដោយរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែនកាលចំនួននោះបាទគឺ MOU នេះសញ្ញាកាលរដ្ឋាភិបាលសម្ដេចតេជោហ៊ុនសែនជាមួយនឹងរដ្ឋាភិបាលរបស់លោកថាក់ស៊ីនស៊ីណាវត្រាបាទហើយដែលចោះហត្ថលេខាទៅលើ MOU នេះគឺមានសម្ដេចសុកអានដែលចំនួននោះបាទដូច្នេះនេះគឺបង្ហាញយ៉ាងច្បាស់អំពីរដ្ឋាភិបាលកម្ពុជាថ្នាក់ដឹកនាំកម្ពុជាគឺគិតគូរយ៉ាងដិតដល់អំពីផលប្រយោជន៍ជាតិអំពីអធិបតេយ្យភាពជាតិរបស់យើងបាទតកតងទៅនឹងការទាញយកធនធានអីឡាក់បាទតកតង OCA នេះដូច្នេះទេនេះគឺជាស្នាដៃរបស់រដ្ឋាភិបាលបាទជាពិសេសខ្ញុំរំលឹកបន្តិចទៅជាស្នាដៃរបស់សម្ដេចសុកអានបាទដែលគាត់ចូលរួមច្រើនបញ្ហានេះហើយសម្ដេចសុកអានក៏គាត់មានស្នាដៃមួយទៀតដែលផ្ដល់ឲ្យកម្ពុជាយើងបើខ្ញុំចាំជាងគេមានច្រើនប៉ុន្តែខ្ញុំចាំជាងគេគឺពាក់ព័ន្ធទៅនឹងការរៀបចំនៅឯកសារដាក់ចូលនៅបេតិកភណ្ឌរបស់កម្ពុជាជាច្រើនទៅ UNESCO សម្ដេចសុកអានធ្វើការងារនេះបានច្រើនណាស់ដូច្នេះខ្ញុំក៏សំណូមពរបាទដល់ថ្នាក់ដឹកនាំផ្សេងបាទសូមរដ្ឋមន្ត្រីផ្សេងឬក៏គណៈរដ្ឋមន្ត្រីសមាជិកហ្នឹងបាទធ្វើការងារយ៉ាងណាឲ្យបន្សល់នៅស្នាដៃល្អបែបនេះកុំបន្សល់នៅស្នាដៃដែលគេស្អប់ដែលគេចំនួនក្រោយគេតេះឌីលបាទដូច្នេះងាកមកវិញបាទតាក់ទងទៅនឹង MOU 2001នេះបាទគឺវានឹងទៅមុខហើយបាទគេនឹងដើរចេញពីយន្តការទ្វេភាគីទៅយន្តការនេះហើយបាទ
ប៉ុន្តែលោកដិតជឿថាបើសិនជាថៃនាំកម្ពុជាទៅដល់ស្រ័យបញ្ហាដែនទឹកហ្នឹងជាពិសេស OCA តាមរយៈច្បាប់អន្តរជាតិតាម UNCLOS លោកដិតជឿទេរាជរដ្ឋាភិបាលកម្ពុជានឹងដាក់លក្ខខណ្ឌមួយឲ្យថៃគឺថាទៅដល់ស្រ័យតាមច្បាប់អន្តរជាតិទាំងដែនទឹកទាំងដែនគោកជាមួយគ្នាតែម្ដងបាទនេះគឺជាអ្វីដែលខ្ញុំstrongly recommend បាទគឺរដ្ឋាភិបាលយើងត្រូវតែដាក់បញ្ចូលជាកញ្ចប់តែម្ដងទៅបាទយើងអូខេមែនទេយើងមិនអូខេក៏គេទៅដែរប៉ុន្តែជានីតិវិធីវិជាអ្វីដែលកម្ពុជាយើងតែងតែតវ៉ាហើយឥឡូវនេះយើងមានគេហៅថាយើងមានថាឱកាសពីព្រោះគេទាញយើងទៅអន្តរជាតិឥឡូវទៅតោះទាំងអស់គ្នាហ្មងទៅមកកញ្ចប់ទាំងអស់ទៅបាទដោះស្រាយបញ្ហានេះដូច្នេះទេ MOU 2001នេះថៃក្រៅពីចំណេញនៅគេហៅថាយកចិត្តក្រុមជ្រុលនិយមទាញទៅផលប្រយោជន៍បាទហើយថៃក៏គ្រោងនឹងបិទទ្វារវាយមួយទៀតមានន័យថាគេខ្ញុំបញ្ជាក់ខាងដើមវិញមិនខ្ញុំភ្លេចបាទគឺតាក់ទងទៅនឹងយន្តការទ្វេភាគីនេះមានន័យថាឥឡូវបើមិនព្រមចរចាពីភាគីនេះទេផ្ដល់សម្បត្តិឲ្យខ្ញុំច្រើនអញ្ចឹងទេខ្ញុំទៅតុលាការខាតទាំងអស់គ្នាហើយអ្នកឯងកាន់តែខាតដែរអីលាក់បាទគេដាក់ហើយកម្ពុជាយើងត្រូវការណាតំបន់ទាំងនេះដើម្បីទាញយកភោគផលមកនេះមកអភិវឌ្ឍសេដ្ឋកិច្ចរបស់យើងថៃមែនទេនោះគេមានច្រើនសមុទ្រគេធំឈូងសមុទ្រថៃឈូងសមុទ្រគេទៅជាប់ដល់ណាដល់ណីប្រហែលជាង 3000 គីឡូម៉ែត្រដូចខ្ញុំលើកឡើងខាងដើមនោះបាទអញ្ចឹងទេក្រៅពីភោគផលកន្លែងនេះគឺគេអាចយកកន្លែងផ្សេងឥឡូវបច្ចុប្បន្ននេះគេប្រើប្រាស់មានតាក់ទងទៅនឹងទាញយកភោគផលនៅតំបន់ OCA រវាងថៃហើយនិងម៉ាឡេស៊ីផងដែរបាទដូច្នេះគេមានច្រើនប៉ុន្តែសម្រាប់កម្ពុជាយើងចាំបាច់ណាត្រូវការដើម្បីព្រោះយើងនាំប្រេងគេចូលទាំងអស់ថៃគេផលិតប្រេងខ្លះនៅក្នុងនេះខ្ញុំលើកឡើងខ្ញុំមិនមែនសរសើរគេទេខ្ញុំថាឲ្យយើងស្គាល់អ្វីកអ្វីខច្បាស់លាស់កុំថាចេះតែប្រអាប់គេខុសរឿងបាទចេះតែលើកខ្លួនឯងខុសរឿងយើងបញ្ហាធំរហូតដល់ពេលនេះគឺអាបញ្ហាអួតខ្លួនឯងពេកអួតលើសមត្ថភាពដូច្នេះទេអញ្ចឹងគេដាក់សម្ពាធមកយើងដោយសារយើងត្រូវការតំបន់នេះដើម្បីអភិវឌ្ឍតំបន់នេះដើម្បីទាញយកនូវភោគផលមកអភិវឌ្ឍសេដ្ឋកិច្ចអញ្ចឹងគេនឹងបបួលយើងបិទទ្វារវាយចរចាពេលទ្វេភាគីហើយមានន័យថាបើគេប្រើប្រាស់យន្តការUNCLOSមែនប៉ុន្តែក៏នៅក្នុងច្បាប់អន្តរជាតិគេមិនហាមឃាត់ទេអំពីការប្រើប្រាស់យន្តការទ្វេភាគីហើយនឹងខ្ញុំយល់ឃើញថាអាចនឹងមាន MOU ថ្មីដែលនឹងអាចណាបាទប៉ុន្តែអាចជឿបានទេជាសម្ដីរបស់លោកស៊ីហស័កពងខេតកៅដែលនិយាយថាខ្ញុំសង្ឃឹមថាគាត់និយាយនេះពិតទៅចោះព្រោះគាត់ចេញពីជួបជាមួយប្រមុខការទូតកម្ពុជាមកគាត់និយាយជាមួយសារព័ត៌មានថៃថាគាត់បានជំរាបមកប្រមុខការទូតកម្ពុជាហើយបានលើកឡើងចេះថាទោះបីជាថៃលុបចោល MOU ឆ្នាំ2001ហ្នឹងក៏នៅតែរក្សាការជជែកគ្នាទ្វេភាគីបានដែរប៉ុន្តែខ្ញុំឆ្ងល់ចេះទេបើសិនជាលុបយន្តការទ្វេភាគីដែលមានស្រាប់ហើយងាកទៅច្បាប់អន្តរជាតិហើយមកនិយាយចឹងតើអាចជឿបានដែរឬទេបាទអានេះគេនឹងអាចប្រើគ្រប់មធ្យោបាយដើម្បីផលប្រយោជន៍គេបាទដូច្នេះគេមើលឃើញថាអ្វីដែលមានស្រាប់នេះវាអត់សូវផ្ដល់ផលប្រយោជន៍ឲ្យគេទេគេខាតគេលុបចោលទី1បើលុបចោលគេសួរថាបានយន្តការអីក្នុងការកំណត់ព្រំដែនក្នុងការទាមទារនៅតំបន់ទាំងនោះគឺមានយន្តការច្បាប់ប៉ុន្តែយន្តការច្បាប់ដើរទន្ទឹមនឹងគ្នានេះគេនឹងទាញយកផលប្រយោជន៍បន្ថែមមកកាន់តែច្រើននៅក្នុងការចរចាប្រើយន្តការទ្វេភាគីអត់ខុសទេខ្ញុំជឿថាលោកស៊ីស័កលើកឡើងនេះគឺនឹងប្រើប្រាស់នៅមធ្យោបាយនេះហើយយុទ្ធសាស្ត្រដើរទន្ទឹមគ្នាតាក់ទងទៅនឹងយុទ្ធសាស្ត្រ UNCLOS ហើយក៏យុទ្ធសាស្ត្រចរចាទ្វេភាគីដែរហើយបើសិនជាចរចាទ្វេភាគីនេះគេបានផលប្រយោជន៍ច្រើនគេចំណេញច្រើនអូអានោះមិនបាច់ទេបាទអានោះមិនបាច់ទេណានាំស្មុកស្មាញទេណាញ៉ៃណាយើងត្រូវការអភិវឌ្ឍអញ្ចឹងទេធ្វើសម្បត្តិទៅអានេះហើយប៉ុន្តែទន្ទឹមនឹងនេះខ្ញុំសំណូមពរដល់រដ្ឋាភិបាលធ្វើយ៉ាងណារកអ្នកជំនាញឲ្យច្បាស់លាស់អំពីបញ្ហានីតិសមុទ្រនេះព្រោះខ្ញុំបលាមកនិយាយពេលខ្លះមិនត្រូវទេបាទសំទោសអញ្ចឹងទេសូមជួលកម្ពុជាយើងទៅចូលទៅ ratify អញ្ចឹងទៅធ្វើសច្ចប័នអញ្ចឹងខ្ញុំជឿជាក់ថាបទពិសោធន៍នៅក្នុងច្បាប់ UNCLOS ក៏យើងអត់មានអ្នកជំនាញតាក់ទងទៅនឹងនីតិសមុទ្រក៏យើងមិនប្រកាសថាមានច្រើនដែរមិនថាអត់ទេថាมันអាចមានច្រើនដើម្បីអាចប្រកួតប្រជែងលក្ខណៈអន្តរជាតិជាមួយថៃទេដូច្នេះកសាងធនធានមនុស្សផ្នែកនេះប៉ុន្តែវាយឺតពេលដូច្នេះtrongជំហានលឿនប្រញាប់នេះយើងត្រូវជួល expert international expert អ្នកជំនាញការបរទេសតែម្ដងមិនពិបាកទេផ្សព្វផ្សាយនៅក្នុងប្រព័ន្ធ UN ភ្លាមហ្នឹងចេញមកហើយបាទយកអ្នកច្បាប់អ្នកជំនាញច្បាប់នីតិសមុទ្រដើម្បីមកជួយសិក្សាឲ្យយើងលម្អិតពី scenario មួយពីផល negative អំពីផលប៉ះពាល់ផលខាតផលចំណេញហើយតើគេអាចនឹងដាក់សំណើយ៉ាងណាដើម្បីយើងអាចជជែក
ខ្ញុំជឿថាជជែកទ្វេភាគីនឹងនៅតែដំណើរការតែមិនប្រើប្រាស់នៅយន្តការទ្វេភាគីដែលមាននៅក្នុង MOU 2001ទេគឺយន្តការទ្វេភាគីថ្មីបាទជជែកអំពីផលប្រយោជន៍ពាក់ព័ន្ធទៅនឹងបញ្ហាដែនសមុទ្រនេះហើយបាទអរគុណលោកបណ្ឌិតចេតិចខ្ញុំមានសំណួរចុងក្រោយមួយដោយសារអញ្ចេះការប្រកាសលុបចោល MOU ជាមួយកម្ពុជានឹងមិនមែនតែករណី MOU ឆ្នាំ2001ទេកន្លងមកយើងស្ដាប់ឮហើយថៃប្រកាសកោកចង់លុបចោលទាំង MOU ឆ្នាំ2000ដីគោកជាមួយកម្ពុជានឹងឆ្នាំ2001បញ្ហាទឹកនឹងក៏ថៃបានប្រកាសលុបជាមួយគ្នានេះជាច្រើនដងជាបន្តមកហើយក៏ប៉ុន្តែចុងក្រោយនេះគឺប្រកាសតែមួយទេគឺចង់គឺប្រកាសសម្រាប់ទៀតថាលុប MOU ឆ្នាំ2001និយាយពីបញ្ហាដែនទឹកតំបន់ត្រួតស៊ីគ្នា OCA នេះជាមួយនឹងកម្ពុជាលំដិតថាតើថៃធ្វើបែបនេះកំពុងតែចង់បង្វែរដានពីបញ្ហាដីគោកមកកាន់បញ្ហាដែនទឹកឬក៏យ៉ាងណាដោយសារតែគណៈពេលនេះកំពុងតែមានបញ្ហាដីគោកជាមួយកម្ពុជាកំពុងតែឈ្លានពានគ្រប់គ្រងដែនដីលើដែនដីកម្ពុជាទៅខុសច្បាប់តែបែរជានាំកម្ពុជាទៅនិយាយពីដែនទឹកទៅវិញតើអាចជាការបង្វែរដែនដែរឬទេបាទជាការពិតណាស់បាទគឺគេគោលបំណងគេមួយគឺបង្កើតព្រឹត្តិការណ៍ដើម្បីលុបព្រឹត្តិការណ៍បាទអញ្ចឹងបង្កើតព្រឹត្តិការណ៍ដើម្បីលុបព្រឹត្តិការណ៍អញ្ចឹងលុបព្រឹត្តិការណ៍អីព្រឹត្តិការណ៍ដែលគេកំពុងតែឈ្លានពាននេះគឺកំពុងតែគ្រប់គ្រងលើដែនទឹកអធិបតេយ្យភាពរបស់យើងនេះកសាងសំណង់រឹងកសាងផ្លូវកសាងរូបសំណាកផ្សេងបាទប្រពកម្មវិធីផ្សេងនៅលើដែនអធិបតេយ្យភាពរបស់យើងនេះហើយមិនចេញទេរោគលេសរហូតអត់ចូលតបចរចាទេចរចាមិនបើឯកសារគតិយុត្តផ្សេងតែចរចាមានអីស្លាកកនិយាយអត់កើតបាទពីព្រោះអ្វីមានទាំងអស់កិច្ចព្រមព្រៀងឯកសារផែនទីដូច្នេះទេគេបង្កើតព្រឹត្តិការណ៍ដើម្បីលុបព្រឹត្តិការណ៍នេះជារឿងមួយរឿងទី2ហេតុអីគេមិនលុប MOU 2000ទៅបាទគេលុបតែ2001ទី2គឺថាបើយើងពិនិត្យមើលទៅលើ MOU 2001នៅក្នុងបន្ទាប់ពីការសញ្ញាហើយមានអត្ថច្ចមាននៅក្នុងសញ្ញាហ្នឹងនៅក្នុងឯកសារ MOU គេ refer គេយោងអញ្ចឹង MOU នេះការអនុវត្តផ្សេងការដោះស្រាយផ្សេងយោងទៅលើច្បាប់នីតិសមុទ្រ UNCLOS ដូចគ្នាដែរនៅក្នុង MOU 2000គេយោងដែរយោងទៅលើសន្ធិសញ្ញាបារាំងសៀមឆ្នាំ1904 1907ដូច្នេះទៅពេលគេលុប MOU 2001គេអាចប្រើយន្តការ UNCLOS នេះដូចគ្នាបើសិនជា MOU 2000គេលុបចោលគេត្រូវទៅយន្តការសន្ធិសញ្ញាបារាំងសៀមដែលជាសន្ធិសញ្ញាច្បាប់អន្តរជាតិដែលទទួលស្គាល់ដោយសញ្ញាទៅខ្លួនឯងដូច្នេះគេអត់លុបទេបើទៅសន្ធិសញ្ញាបារាំងសៀមយើងដឹងហើយគេមិនត្រឹមតែដកចេញពីតំបន់ដែលគេកំពុងតែកាន់កាប់ទេគេនឹងបាត់ទឹកដីមួយចំនួនទៀតបើយកទៅលើផែនទីបារាំងសៀមនេះបាទដូច្នេះនេះគឺជាមូលហេតុដែលគេបំភ្លេចពី2000ហ្នឹងក៏មិនបាច់មាត់ណាយើងលុបតា2001សិនទៅបាទចែកគ្នាវិញទៅអានោះចេះតែយកលេសលេប្លំយើងទៀតទៅបាទបើលោក MOU ត្រូវ refer ទៅលើឯកសារគតិយុត្តឯកសារច្បាប់អញ្ចឹងបើឯកសារ2001ពីឆ្នាំ2000គឺឯកសារច្បាប់សន្ធិសញ្ញាបារាំងសៀមបាទបញ្ហាអញ្ចឹងខ្ញុំជឿថារដ្ឋាភិបាលឃើញកលាថៃហើយប្រហែលជាច្បាស់រឿងហ្នឹងច្បាស់ដូច្នេះហើយបានថា strong recommend ឲ្យទៅជាកញ្ចប់ទៅលុប MOU មួយហ្នឹងលុប MOU មួយហ្នឹងយោងទៅលើច្បាប់ហ្នឹងអញ្ចឹង MOU មួយនេះក៏ត្រូវទៅប្រើច្បាប់នៅអន្តរជាតិដូចគ្នាអញ្ចឹងទៅរឿងមួយដែលល្អបំផុតបាទទៅ ICJ ហើយទៅនឹងតុលាការនីតិសមុទ្រអញ្ចឹងយើងទៅតុលាការទាំងពីរក៏បានដែរបើថានិយាយត្រូវគ្នាបាទហើយខ្ញុំក៏មានចំណាប់អារម្មណ៍មួយដែរតាក់ទងទៅនឹងឯកសារតាក់ទងចំណេះដឹងបាទនេះខ្ញុំអាចបន្ថែមបន្តិចបានបាទដោយសារកន្លងមកយើងមើលឃើញហើយបើនិយាយអំពីធនធានមនុស្សយើងទទួលស្គាល់តែយើងដើរក្រោយគេប៉ុន្តែឯកសារហើយនឹងព័ត៌មានផ្សេងបើយើងទៅរកប្រភពឯកសារក៏យើងមានតិចជាងគេដែរហើយបើនិយាយអំពីផុសតាងឯកសារដែលយើងយកមកដើម្បីពិភាក្សាដើម្បីតវ៉ាជជែកចរចាមួយគេហ្នឹងកម្ពុជាយើងក៏មានកម្រិតដែរខុសពីថៃមកបើខ្ញុំសាវជ្រាវមួយរយៈនេះឃើញថាថៃគេសិក្សាស៊ីជម្រៅណាស់ទាំងនិស្សិតរបស់គេនិស្សិតរបស់គេសិក្សាពីនិខេមបទគេនិយាយហ្មងអំពីច្បាប់នីតិសមុទ្រគេនិយាយហ្មងសិក្សាលម្អិតអំពី MOU 2001តែម្ដងអញ្ចឹងគេដឹងអ្វី pro and con disadvantage advantage គឺមានពិភាក្សាទាំងអស់អញ្ចឹងគេមានព័ត៌មានច្រើនបាទដើម្បីធ្វើការសម្រេចចិត្តចាប់ពេលនេះយើងអាចដូច្នេះបាទនេះហើយដែលខ្ញុំមើលឃើញថាការខ្វះខាតខ្ញុំសំណូមពរទៅដល់រដ្ឋាភិបាលទី1ជួយបើកចំហនៅឯកសារកិច្ចព្រមព្រៀងទាំងឡាយណាដែលយើងយល់ថាមិនប៉ះពាល់ដល់សន្តិសុខជាតិបើកចំហទៅរាល់ថ្ងៃនេះបើតរោពិបាករោណាឯកសារមួយចំនួនទី1ទី2គឺត្រូវណែនាំក្រសួងអប់រំបាទ
ទៅដល់សិស្សនិស្សិតទាំងអស់ធ្វើការស្រាវជ្រាវសេនៃខេមវត្តនេះបាទអនុបណ្ឌិតក្តីនេះកន្លងមកនេះសរសេរនិខេមវត្តមើលអត់យល់ទេខ្ញុំនិយាយតាមត្រង់បាទ មួយចំនួនទេបាទមួយចំនួន ភាគច្រើនហ្មងមិនតិចទេដាក់និខេមវត្តឲ្យមើលទៅមើលយល់ហើយនិខេមវត្តនោះទៀតខ្លួនឯងសរសេររើសនិខេមវត្តនោះនិខេមវត្តទៅបញ្ចប់កិច្ចបាទអត់មានផលប្រយោជន៍ដល់ជាតិទេដូច្នេះទេល្មមហើយគឺរើសប្រធានបទណាដែលសិក្សាដូច MOU ឯកសារផ្លូវច្បាប់តាក់ទងទៅនឹងព្រំដែនតាក់ទងទៅនឹងសេដ្ឋកិច្ចតាក់ទងទៅនឹងភូមិសាស្ត្រនយោបាយឡើងដាក់បាទយើងសេរលម្អិតតែម្ដងបាទបងប្អូនយើងមួយចំនួនថាដឹកនាំស្ថាប័នផងសរសេរនិយាយអំពីការប្រព្រឹត្តទៅរបស់ស្ថាប័នកហើយស្រាប់សរសេរមិនសរសេរទៀតឯកសារមានអស់ហើយកូនចៅសរសេរ document ទៀតហើយយកដាក់ចូលមកទៅយកសញ្ញាបត្រអត់មានប្រយោជន៍ដល់ខ្លួនឯងមានតម្លៃដល់ខ្លួនឯងទេក៏អត់មានប្រយោជន៍ដល់ជាតិដែរហើយទី3ខ្ញុំសនពោលដល់រដ្ឋាភិបាលបង្កើតនៅគេហៅថាមូលនិធិស្រាវជ្រាវបាទដូច្នេះទេសិស្សនិស្សិតណាដែលមានចំណងជើងនិខេមបទល្អតាក់ទងទៅមានផលប្រយោជន៍ដល់ជាតិពាក់ព័ន្ធសេដ្ឋកិច្ចពាក់ព័ន្ធទៅនឹងសន្តិសុខពាក់ព័ន្ធនេះដល់មូលនិធិឲ្យសិស្សនិស្សិតនឹងសរសេរសារណាបទឲ្យបានល្អតែម្ដងបាទទាំងមធ្យោបាយទាំងហិរញ្ញវត្ថុដូចនេះទាំងអស់នេះហើយយើងនឹងកសាងនៅធនធានឯកសារបាទធនធានឯកសារអញ្ចឹងទៅពេលយើងចង់មានបញ្ហាមួយជាមួយប្រទេសជិតខាងបញ្ហាសេដ្ឋកិច្ចមួយបញ្ហាភូមិសាស្ត្រនយោបាយមួយយើងមានឯកសារគ្រប់គ្រាន់ដើម្បីយកមកពិភាក្សាដើម្បីរៀបចេញជាសេណារីយ៉ូក៏ដូចជាការចរចាផ្សេងៗឲ្យមានប្រសិទ្ធភាពបាទនេះជាចំណុចខ្វះខាតមួយដែលខ្ញុំមើលឃើញកន្លងមកបាទសូមអរគុណលំដិតជ័យតិចសម្រាប់ការចូលរួមជជែកនៅក្នុងកិច្ចសម្ភាសន៍ពិសេសជាមួយខ្ញុំនៅពេលនេះសូមជម្រាបលាលំដិតត្រឹមតែប៉ុណ្ណេះបាទ